ភាពតំណាងគណៈបកនៅក្នុងគណៈរដ្ឋសភាក្រសួងអប់រំនាយកដ្ឋានវិទ្យាស្ថានជាតិគតិចឹងទៅបានយើងពិនិត្យមើលថាការកំណត់សមាជិកនឹងវាពាក់ព័ន្ធអ្វីខ្លះដែលជាមូលអ្នកដែលជំនាញជាសាគ្នាកំណត់អំពីមូលដ្ឋានប្រជាពលរដ្ឋដើម្បីកំណត់អាសនៈនៃអាណត្តិមួយអញ្ចឹងទៅយើងឃើញថាដោយសារច្បាប់ថ្មីកន្លងមកគឺគណៈកម្មាធិការចិនក្រៃលោកជាអ្នករៀបចំយន្តការក្នុងការរៀបចំស្ថាប័នគូជវរនេះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអញ្ចឹងគឺពីមុនគឺគណៈរដ្ឋមន្ត្រីដែលរៀបចំតាមអំណាចគឺអតីតប៉ុន្តែឥឡូវទេភារកិច្ចមកឲ្យគណៈកម្មការចិនក្រៃរដ្ឋាភិបាលហើយអត់និយាយទេក្នុងថាយន្តការដែលកំណត់អំពីសមាជិកគណៈកម្មការនោះគឺថាគួរតែទេភារកិច្ចនឹងឲ្យគណៈកម្មការចិនក្រៃរដ្ឋាភិបាលដើម្បីលោកនឹងពិចារណាហើយនឹងរៀបចំដំណើរការយន្តការហើយក្នុងនោះក៏យើងចង់ស្នើសុំសមាជិកនឹងបន្ថែមដោយមានគណៈកម្មាធិការជាតិដែលប្រកាសថាឲ្យមាននៅក្នុងសមាជិកកំណត់អាសនៈនឹងផងដែរហើយចំណុចមួយទៀតគឺថារូបមន្តនៃការរៀបចំកំណត់អាសនៈហ្នឹងគឺយើងនៅរក្សាស្ដែងទេអញ្ចឹងចំណុចនេះគឺមានការពិភាក្សាគ្នាហើយមិនទាន់តែស្រេចគ្នាទេដោយសារ